ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺនាំប្តីប្រពន្ធកាប់សរសៃបងប្អូនទាំងអស់គ្នាកាប់សរសៃយកទៅធ្វើត្រង់មឿនដោយសារយើងសម្រាប់ចិត្តថាយើងប្រកបមុខរបរនៅទើអត់បានដើររកស៊ីណាឆ្ងាយទៀតទេក៏នាំប្តីកាប់សរសៃធ្វើត្រង់មឿនការងារនៅផ្ទះបងប្អូនការងារ100មុខប៉ុន្តែអត់មានប្រាក់ចំណូលទេការងារមួយថ្ងៃនិយាយថាអត់បានត្នេដូចយើងធ្វើការនៅកន្លែងការងារពេលខ្លះយើងមានពេលត្នេសម្រាប់ថ្ងៃអាទិត្យថ្ងៃសៅរ៍បងប្អូនតែនៅផ្ទះនេះមិនបាច់រត់ពេលត្នេថ្ងៃអាទិត្យថ្ងៃសៅរ៍ទេការងារកប៉ិកកប៉ុកហើយអត់មានប្រាក់ខែចូលទេនិយាយទៅដូចគេថាចឹងការងារនៅផ្ទះ100មុខមិនថាឲ្យមានប្រាក់ខែដូចគេអត់មានទេអានេះពីអ្នកប្តីប្រពន្ធបងប្អូនទាំងអស់គ្នាធ្វើត្រង់មឿនដើម្បីចិញ្ចឹមមឿនតិចតួចទៅយើងបានហូបខ្លះអីខ្លះបងប្អូនលក់ខ្លះហូបខ្លះនេះហើយជីវិតបែបស្រុកស្រែបងប្អូនជីវិតបែបស្រុកស្រែចិញ្ចឹមមឿនចិញ្ចឹមទារោត្រីបង់សំណាញ់ចិញ្ចឹមជីវិតណាការងារកប៉ិកកប៉ុកមែនប៉ុន្តែយើងបាននៅស្រុកនៅស្រែជុំគ្រួសារនេះគឺដំដេកគូដំអីដោយសាររោងនឹងទុកចោលយូរហើយបងប្អូនដើរធ្វើកម្មករនៅតាមស្រុកគេអត់ដែលបាននៅទើសទេនេះទុកចោលយូរទៅវាមានកដីស៊ីជើងទៅសទៅវាលហែកទៅមេឃភ្លេងមកទៅវាខ្យល់ទៅសណ្ដក់ដៃគោលអញ្ចឹងហើយយើងដំផ្សំវាទេប្រក់លិចប្រក់កើតបងប្អូនឲ្យចិត្តដើម្បីយើងដាក់មឿនចិញ្ចឹមក្រោយផ្ទះទេសភាពគឺស្មៅដុះច្រើននេះដោយសារយើងជំរើសស្មៅចេញខ្លះទេបងប្អូនដោយសារស្មៅវាដុះច្រើនទៅវាមានក្អែបមានអីនៅមានសម្ោចនៅទៅមានសัตว์នៅពេលយើងដាក់មឿនទៅវាអាចប៉ះពាល់ដល់មឿនអញ្ចឹងហើយក៏ចិនរើសស្មៅចេញខាងណែឯងវាយត្រង់វាយអីទៅយើងហុំសៃម៉ៃជុំវិញត្រង់ហ្នឹងទៅយើងចាំហើយនេះគឺជាជាងខ្ញុំអត់ធ្វើអាវទេនេះបន្ទាប់ពីយើងវាយរួចវាយដេកគោវាយអីរួចយើងបោសសម្អាតវាបោសសម្អាតត្រង់រួចហើយទិញថ្នាំសម្ោចយកមកបាញ់ថ្នាំសម្ោចថ្នាំកន្ទៃយកមកដាក់ការពារត្រង់កុំឲ្យមានបញ្ហាដល់មឿនអ្នកលើកនេះលើកចុះលើកឡើងបងប្អូនបាំងកាមេរ៉ាបាត់នេះហើយជីវិតប្តីប្រពន្ធនៅតាមស្រុកស្រែបាយបងប្អូនទាំងអស់គ្នាជម្រាបលា